ជំរាបសួរបងប្អូនអ៊ំពូមីងទាំងអស់គ្នាមានបងប្អូនអ៊ំពូមីងណាខ្លះមិនទាន់ចេះដុតអង្កាមដើម្បីคลายទៅជាខ្ជុំអង្កាមដែលមានគុណភាពខ្ពស់ក្នុងវីដេអូនេះខ្ញុំមកចែករំលែកពីបច្ចេកទេសខ្លះពីការដុតអង្កាមទៅជាខ្ជុំអង្កាមដែលមានគុណភាពខ្ពស់ការដុតគឺងាយទេអញ្ចឹងជាដំបូងបងប្អូនគឺចាក់អង្កាមក្រាលនៅខាងក្រោមសិនមកបន្ទាប់មកទៀតអញ្ចឹងបងប្អូនរកជាមែកឈើឬក៏ស្លឹកឈើងាប់អ្វីក៏បានដែរឲ្យតែយើងដុតទៅវាឆេះល្មមអញ្ចឹងនៅក្នុងការដុតនេះបងប្អូនអាចយកជាឡឬក៏និយាយរួមទៅគឺការកែច្នៃរបស់យើងណាមានជាកធុងលក្ខណៈជាដែកនេះខ្ញុំយកលក្ខណៈកំប៉ុងប្រេងចាស់ខ្ញុំច្នៃធ្វើដូចជាកំប៉ុងឡមួយអញ្ចឹងសម្រាប់ដាក់កតិកទីមានអស់មានស្លឹកឈើអីងាប់នៅក្នុងហ្នឹងដើម្បីដុតធ្វើជាកំប៉ុងប្រហុយផ្សែងឡើងលើឲ្យវាមានខ្យល់ចេញចូលដើម្បីកុំឲ្យវារលត់អញ្ចឹងណាបងប្អូនឲ្យវាងុំនៅក្នុងហ្នឹងដើម្បីអង្កាមរបស់យើងឆេះល្អដូចគ្នាអញ្ចឹងនៅក្នុងការដុតនេះគឺយើងដុតឲ្យឆេះសពឆេះល្អអង្កាមទាំងអស់ត្រឹមតែ75ទៅ80%ទេមិនឲ្យឆេះទាំងអស់100%ទៅជាផេះទេកាលណាคล้ายទៅជាផេះគឺមានន័យថាពណ៌សអញ្ចឹងគឺខ្ញុំដុតនេះគឺដុតនៅក្នុងអង្កាមគឺចង់និយាយថាលក្ខណៈវានៅខ្មៅឡើយវានៅជាត្រឹមខ្ជុំឡើយមិនទាន់คล้ายជាផេះទេកាលណាយើងដុតឆេះរហូតទៅដល់100%គឺคล้ายជាផេះហើយអញ្ចឹងណាបងប្អូនអញ្ចឹងគឺយើងដុតដើម្បីយកទៅធ្វើជីលីដីលីអីសម្រាប់ដាំដំណាំល្អគឺយើងដុតតែត្រឹម75ទៅ80%ទេអញ្ចឹងណាអញ្ចឹងនៅពេលយើងបង្កាត់ភ្លើងហើយកុំទាន់យកអង្កាមទៅកប់ជុំវិញពងអញ្ចឹងណាអញ្ចឹងយើងធ្វើម៉េចបង្កាត់ឲ្យភ្លើងធ្វើនៅក្នុងពងហ្នឹងធ្វើម៉េចឲ្យវាឆេះងុំល្អហើយចាំយើងយកអង្កាមទៅកប់ជុំវិញពងអញ្ចឹងណាបងប្អូនកាលណាវាមិនទាន់ឆេះសពឬក៏ឆេះងុំនៅក្នុងពងទេយើងយកអង្កាមទៅកប់ក៏វារលត់ដែរអញ្ចឹងណាអញ្ចឹងបងប្អូនឃើញភ្លើងយើងឆេះល្អហើយមានផ្សែងមានអីហើយអញ្ចឹងខ្ញុំចាប់ផ្ដើមចាក់អង្កាមកប់ជុំវិញពងផ្សែងរបស់យើងហើយខ្ញុំចង់បញ្ជាក់បងប្អូនបន្តិចការដុតបែបនេះគឺដុតចង់និយាយថាឆេះបានល្អសោះបានល្អហើយចង់និយាយថាមិនសោះទៅជាផេះណាសោះទៅជាខ្ជុំអញ្ចឹងស្ដាប់ខ្ញុំមិនតណាកាលណាទៅជាផេះគឺពណ៌សតែបើមិនជាត្រឹមខ្ជុំគឺវានៅពណ៌ខ្មៅឡើយឯងកាមរបស់យើងណាវានៅរូបរាងជាកាមលក្ខណៈពណ៌ខ្មៅអញ្ចឹងគោលបំណងរបស់ខ្ញុំនៅក្នុងវីដេអូនេះគឺចង់បង្ហាញទៅដល់បងប្អូនអ៊ំពូមីងដែលមិនទាន់ចេះដុតអង្កាមទៅជាខ្ជុំអង្កាមអញ្ចឹងចំពោះបងឬក៏បងប្អូនទាំងអស់អ៊ំពូមីងទាំងអស់ដែលចេះហើយគឺសូមអធិស្ឋានផងអញ្ចឹងណាអញ្ចឹងក៏ខ្ញុំចង់បង្ហាញនេះគឺបង្ហាញទៅបងប្អូនអ៊ំពូមីងទាំងអស់ដែលគាត់មិនចេះឬក៏មិនទាន់អាចកែច្នៃអង្កាមទៅជាខ្ជុំអង្កាមបានល្អអញ្ចឹងណាអញ្ចឹងរយៈពេលចន្លោះ 2-3 ម៉ោងក្រោយយើងឃើញវាឆេះដល់លើនឹងខ្មៅអញ្ចឹងមានន័យថាវាឆេះបាន 2-3 ភាគនៃអង្កាមហើយអញ្ចឹងណាអញ្ចឹងបន្ទាប់ពីរយៈពេលមកទៀតយើងអាចនិយាយថាពី11ម៉ោងទៅ12ម៉ោងចុះព្រោះខ្ញុំដុតនេះដុតពីចន្លោះក្បាលប្រឡប់ពីម៉ោង7ល្ងាចយប់យើងហ្នឹងរហូតដល់ម៉ោង4ម៉ោង5ចិត្តភ្លឺបានខ្ញុំចាប់ផ្ដើមប្រឡត់អញ្ចឹងយើងចាប់ផ្ដើមយកទឹកមកដើម្បីប្រឡត់ហើយតាក់ទងនៅក្នុងការប្រឡត់នោះគឺយើងបងប្អូននិយាយទៅចាក់ទឹកឲ្យសពហើយយើងអាចយកឲ្យកាយឬក៏វែកវាក៏បានដែរវែកវាឲ្យសពទៅដល់ក្នុងទាំងអស់បើសិនជាកាលណាយើងអត់កាយឬក៏វែកឬក៏កោអីឲ្យសពនៅក្នុងហ្នឹងទេចឹងនិយាយថាវាសើមទៅលើវាអត់ជ្រាបទៅដល់ក្នុងទេអញ្ចឹងខាងលើយើងអត់ឃើញផ្សែងទេប៉ុន្តែជាក់ស្ដែងកាមនៅខាងក្នុងគឺនៅឆេះឡើយទេអញ្ចឹងធ្វើម៉េចបងប្អូនកាយឲ្យសពយើងចាក់ទឹកហើយយើងកាយឲ្យសពទាំងអស់អញ្ចឹងណាអញ្ចឹងការដុតបំលែងកាមទៅជាខ្ជុំកាមបងប្អូននៅពេលដុតហើយបងប្អូនសង្កេតមើលនៅពេលដល់ម៉ោងដែលយើងត្រូវប្រឡត់ហើយបងប្អូនសង្កេតមើលទៅលើហ្នឹងគឺអង្កាមគឺនៅជាតម្រង់អង្កាមអាហ្នឹងបានយើងហៅថាខ្ជុំអង្កាមដើម្បីយើងយកទៅធ្វើជីគឺល្អអញ្ចឹងណាបងប្អូនអញ្ចឹងជាចុងបញ្ចប់នៅក្នុងវីដេអូនេះគឺខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានឬក៏ទស្សនាវីដេអូនេះមកដល់ទីបញ្ចប់ឬក៏ដល់ចុងបញ្ចប់នៃវីដេអូនេះដែរអញ្ចឹងសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានចូលរួមទស្សនាបាទសូមអរគុណ